រឿងខ្មោចតៃហោងក្រោមដើមពោធិ៍នៅចុងភូមិមួយក្នុងខេត្តកំពង់ធំមានវត្តចាស់មួយស្ងប់ស្ងាត់ឈ្មោះថាវត្តពោធិ៍ជ្រៃក្បែរវត្តនោះមានដើមពោធិ៍ធំមួយដើមដែលអ្នកភូមិសុទ្ធតែខ្លាចមិនហ៊ានដើរកាត់ពេលយប់ឡើយពួកគេនិយាយតគ្នាថានៅទីនោះមានតៃហោងស្លាប់ដោយអកុសលហើយវិញ្ញាណមិនទាន់ទៅកាន់សុគតិក្មេងចំនួនថ្មីនៅក្នុងភូមិមិនសូវជឿរឿងខ្មោចទេក្នុងនោះមានយុវជនម្នាក់ឈ្មោះវិសាលជាមនុស្សក្លាហានហើយចូលចិត្តសាកល្បងអ្វីដែលអ្នកដទៃខ្លាចយប់មួយក្រោយពេលផឹកស៊ីជាមួយមិត្តភក្តិវិសាលសើចហើយនិយាយថាបើមានតៃហោងពិតមែនឲ្យវាចិនមកអត់ខ្ញុំឃើញមិនតិចមើលមិត្តភក្តិគាត់ភ័យហាមមិនឲ្យទៅលេងបែបនោះទេតែវិសាលវិញបែរជាយកភ្លើងពិលមួយហើយដើរតែម្នាក់ឯងទៅកាន់ដើមពោធិ៍ក្បែរវត្តយប់នោះខ្យល់ត្រជាក់បក់តិចស្លឹកពោធិ៍រលកស្រាលបង្កើតសំឡេងស៊ូដោយសំឡេងមនុស្សដង្ហើមធំពេលវិសាលដើរទៅដល់ក្រោមដើមពោធិ៍គាត់ឃើញអុជធូបចាស់និងកន្ទេលបាក់មួយនៅក្បែរទាំងអស់មើលទៅដូចជាមាននរណាម្នាក់ធ្លាប់យកមកធ្វើពិធីអ្វីមួយភ្លាមនោះសំឡេងស្ត្រីម្នាក់បន្លឺឡើងពីក្រោយគាត់យ៉ាងស្រាលកូនអើយជួយខ្ញុំផងវិសាលភ្ញាក់ខ្លួនរហ័សបង្វិលភ្លើងពិលទៅក្រោយតែគ្មាននរណាម្នាក់គាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលប៉ុន្តែដោយជិបរឹងគាត់និយាយឡើងវិញថានរណាបើមានមែនចិនមកភ្លាមនោះភ្លើងពិលរលត់បាត់តែម្ដងជុំវិញខ្លួនគាត់សល់តែភាពងងឹតខ្មៅស្រអាប់និងសំឡេងខ្យល់តាមស្លឹកពោធិ៍បន្ទាប់មកគាត់ឮសំឡេងជើងអូសដីក្រឹកមកជិតពីខាងមុខវិសាលដកដង្ហើមខ្លាំងហើយថយក្រោយមួយជំហាននៅមុខគាត់ចាប់ផ្ដើមមានរោគស្រមោលសមួយលេចចេញពីក្រោមដើមពោធិ៍សក់វែងទម្លាក់បាំងមុខសម្លៀកបំពាក់សកោះខ្វក់ជ្រាបទឹកហើយក្លិនស្អុយចាស់ឆើតឆាយហួសពាក្យប្រៀបធៀបសំឡេងនោះនិយាយម្ដងទៀតប៉ុន្តែពេលនេះធ្ងន់និងរំយល់ហេតុអ្វីហៅខ្ញុំវិសាលចង់រត់តែជើងគាត់ដូចត្រូវអ្វីមួយចាប់ជាប់ពេលរូបនោះលើកមុខឡើងគាត់ឃើញភ្នែកសពណ៌សគ្មានកែវនិងមាត់បែកដល់ត្រចៀកលើងមាត់ធ្មេញខ្មៅមើលទៅដូចសពហើមនៅក្នុងទឹកវាជាតៃហោងស្រីនាងលាតដៃវែងស្គរមករកវិសាលហើយនិយាយថាខ្ញុំស្លាប់ទាំងឈឺចាប់គ្មាននរណាដឹងគ្មាននរណាធ្វើបុណ្យឲ្យខ្ញុំភ្លាមនោះវិសាលនឹកឃើញរឿងចាស់មួយដែលអ្នកចាស់ធ្លាប់និយាយថាកាលពីជាច្រើនឆ្នាំមុនមានស្ត្រីមានផ្ទៃផ្អួសម្នាក់ត្រូវគេសម្លាប់ហើយយកសពមកបោះចោលក្បែរដើមពោធិ៍នេះដោយសារស្លាប់ទាំងវេទនានិងគ្មានបុណ្យសពត្រឹមត្រូវវិញ្ញាណនាងคล้ายជាតៃហោងសាហាវតៃហោងនោះកាន់តែខិតជិតមុខនាងស្ទើរតែប៉ះមុខវិសាលខ្យល់ត្រចៀកចូលដល់ឆ្អឹងសំឡេងនាងបង្បែកត្រចៀកនៅជំនួសខ្ញុំវិសាលស្រែកខ្លាំងមួយហើយសន្លប់បាត់នៅក្រោមដើមពោធិ៍ព្រឹកឡើងញាក់ភូមិឃើញគាត់ដេកសន្លប់នៅទីនោះមុខស្លេកស្លាំងដោយមនុស្សគ្មានឈាមពេលដាស់ឡើងគាត់មិននិយាយច្រើនទេតែអ្វីដែលគួរឲ្យខ្លាចនោះគឺចាប់ពីថ្ងៃនោះមករាល់ពេលយប់វិសាលតែងតែស្ដាប់ឮសំឡេងស្ត្រីមកហៅនៅក្បែរត្រចៀកជួយខ្ញុំផងម្ដាយគាត់ភ័យណាស់ក៏នាំគាត់ទៅវត្តឲ្យលោកសង្ឃសូត្រមន្តលោកសង្ឃមានវ័យចំណាក់ម្នាក់និយាយថាវិសាលមិនត្រឹមតែឃើញតៃហោងទេតែវិញ្ញាណនោះបានតាមជាប់គាត់ហើយព្រោះគាត់ជាអ្នកហៅវាចេញដោយមាត់ខ្លួនឯងគេធ្វើពិធីឧទ្ទិសកុសលនិងអញ្ជើញអាចារ្យមកសែនក្រោមដើមពោធិ៍នៅពេលធូបចុងក្រោយកំពុងឆេះស្រាប់តែខ្យល់ខ្លាំងកំបក់វូនិងមឿនសំឡេងយំសោកសៅចេញពីលើដើមពោធិ៍ដោយស្ត្រីម្នាក់កំពុងឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីពិធីចាប់សំឡេងចម្លែកក៏បាត់ទៅមួយរយៈតែមានរឿងមួយដែលមិនមាននរណាហ៊ាននិយាយខ្លាំងរាល់ថ្ងៃ15កើតនិង15រោចពេលអធ្រាត្រដល់ម៉ោង12តែងមានអ្នកធ្វើដំណើរយប់ឃើញស្ត្រីស្លៀកសឈរនៅក្រោមដើមពោធិ៍ហៅសួរយ៉ាងស្រាលថាឃើញកូនខ្ញុំទេអ្នកណាដែលឆ្លើយតប
ឬហ៊ានមើលមុខនាងយូរយូរគេថានឹងឈឺខ្លួនញាក់សាច់នឹងឃើញនាងនៅសុបិនរៀងរាល់យប់ហើយខ្លះមិនដែលត្រឡប់មកផ្ទះវិញទៀតឡើយ